ពេលណាលោកបងមានគ្រាប់ទៅណោះបាទមេស៊ីកូ 2-0 អូយបាទមេស៊ីកូអែមហ៎មេស៊ីកូបាទมันខុសពីការទូទាយរបស់ The Simpson ទេណាអាកាសលេងជាបន្តសិនពីខាងក្រុមជម្រើសជាតិអាហ្វ្រិកបញ្ជូនលេងពីតំបន់ខាងក្រោមបាទនៅលីកកំពូលរបស់ Saudi Pro League បាទគាត់វ៉ាដាច់ក្របបាល់របស់អីយ៉ាឱកាសកន្លែងទាត់ឆ្វេងអើយដូចខ្ញុំថាមែន over បាត់អើយបាទកូរ៉េបាយហើយកូរ៉េចប់បាត់ទៅហើយបាទមួយគ្រាប់នេះធ្វើឲ្យបាទអ្នកដែលបាទស្រឡាញ់គ្រប់ត្រូលកូរ៉េដូចជារៀងអស់សង្ឃឹមបន្តិចហើយប៉ុន្តែអាចណាវាអាចចូលប្លង់ថ្ងៃមុនណាបងទីណាថ្ងៃមុនមិនចូលប្លង់បាទចូលប្លង់បាយខមមិនមិញហ្នឹងបាទថ្ងៃមុនមិនឆែកដាក់ 1-0 ដាក់ 1-0 កូរ៉េដាក់ 2 វិញបាទអើយបាទកូរ៉េហើយកូរ៉េបាទឥឡូវនេះមួយគ្រាប់មុនបាត់ទៅហើយបាទសម្រាប់ខាងក្រុមជម្រើសជាតិសតអាហ្វ្រិកាកីឡាករម៉ាសេកូណែមកជើងឆ្វេងនេះបាទអ្នកចំទីមិនអាចសង្គ្រោះបាល់នេះបានទេប៉ាំងភ្លឹបបាទមួយគ្រាប់នេះធ្វើឲ្យបាទសតអាហ្វ្រិកាឡើងមកកាន់ចំណាត់ថ្នាក់លេខ2នៅក្នុងពូល A ដែលលេខ1នេះគឺមិចស៊ីកូឈរនៅកំពូលតារាងលេខ2គឺអាហ្វ្រិកាបាទដូច្នេះបើសិនជាកូរ៉េចាញ់ការប្រកួតនេះកូរ៉េនៅចាំអ៊ុតមើលលេខ3ល្អក្នុងពូលបើសិនជាមិនបានលេខ3ល្អទេកូរ៉េនឹងវិលត្រឡប់មកកាន់បាទប្រទេសវិញដើម្បីធ្វើការហាលអាវហើយបាទកូរ៉េថ្ងៃនេះលេងបងប្អូនយើងហើយបាទលេងបងប្អូនយើងមិនតិចញាក់ទេបាទកូរ៉េអត់ទុកចិត្តមិចស៊ីកូបំណងគ្នាទុកចិត្តកូរ៉េវិញបាទមិចស៊ីកូលេងឡើងស្អាត 2-0 ដាច់ម៉ាត់បាទបំណងគ្នាយកកូរ៉េគ្រប់គ្នាទាំងខ្ញុំដែរនេះបាទកូរ៉េដែរនេះអាលីកខ្សលអំបិលធ្វើទឹកកូនស្រីអើយកុំយំបាទចែបោះមកសុនហឹងមិញសុនទៅឲ្យសុនឡើងមកខាងក្រោមវិញទាញមួយសិនចោះមកស្លាប់ស្ដាំកន្លែងល្អណាស់កាត់ចូលពីលីតែតមួយក្បាលអាយយអត់ប៉ះបាល់លេងកន្លែងនេះមកវិញអាយយទុកបាល់កន្លងមកវិញពីខាងហ្វ្រិចតែអត់អីទេឆាបបាល់បានវិញបញ្ជូនមកដល់ស្លាប់ស្ដាំផ្ទះចូលបានកណ្ដាលកន្លែងនេះឆាបមួយសិនទាត់ផ្ដាច់ឆ្វេងឡើងមកខាងលើវិញទៀតដល់ជ្រុងចុងម៉ោងលើកចូលមកកន្លែងតែតអត់ទេទុកមួយសិនឱកាសរបស់កូរ៉េបញ្ជូនមកកន្លែងនេះផ្ទះទលាក់កាស្ត្រូបលើកមកទៅតែចាប់ជាប់ពីអ្នកចំទីវីលៀមចុយកាស្ត្រូបវិញសោះ FA វិញតែអូអត់ចាំបាល់ផងហ្នឹងតែអត់ត្រូវហ្នឹងតែត្រូវបាល់ចូលទេមិញមានដល់បាល់ណាដល់ម៉ោងលោកមន្ត្រីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតហើយអបអរសាទរទៅកាន់ក្រុមជម្រើសជាតិសតអាហ្វ្រិកាឡើងទៅកាន់វគ្គបន្ទាប់បាទនៅក្នុងពូល A គាត់មាន4ពិន្ទុបាទអបអរសាទរផងបងប្អូនយើងអ្នកដែលស្រឡាញ់កូរ៉េណាថ្ងៃនេះយើងជុំគ្នាបាយកកបាយក្ដាំងនៅបាទអរគុណច្រើនបងប្អូនយើងដែលបាទកំពុងទៅទស្សនាទាំងអស់គ្នាបងប្អូនដែលទស្សនាមុនក៏ដូចជាបងប្អូនដែលទៅចូលមកទស្សនាណាបាទអរគុណច្រើនសម្រាប់ការតាមដានបាទការទស្សនាបាទការផ្សាយពីខ្ញុំបាទក៏ដូចជាក្រុមការងារ SD របស់យើងបាទខណៈពេលនេះខ្ញុំបាទសូមគោរពលាត្រឹមប៉ុណ្នេះយើងនឹងជួបគ្នានៅក្នុងការប្រកួតបាទយប់នេះក៏ដូចជាថ្ងៃស្អែកបន្តទៀតបងប្អូនយើងកុំភ្លេច follow page ម្នាក់មួយផងដើម្បីទទួលបានការផ្សាយទៀត